មុនខ្ញុំឃើញគេថតវីដេអូតាក់ទងនឹង feedback ពីសភៅណាចាគាត់ថាដូចបានជួយជីវិតគាត់ច្រើនមែនតើអញ្ចឹងហើយរំភើបអត់ខ្ញុំនិយាយទៅរំភើបដោយសារចេះយើងធម្មតាយើងជាមនុស្សម្នាក់ដូចខ្ញុំអានសភៅនេះចឹងយើងជាមនុស្សដែលចង់ស្លាប់ខ្លួនបាក់ទឹកចិត្តអីចឹងណាតែឥឡូវយើងខ្លាចជាមនុស្សម្នាក់ដែលអាចជួយមនុស្សបានចានិយាយទៅខ្ញុំមានថាខ្ញុំរំភើបមុនបងខ្ញុំគិតថាចេះការជួយមនុស្សវាមានច្រើនបាទជួយជាលក្ខណៈជាលុយជាទឹកលើកទឹកចិត្តអ្នកដែលយើងជួបផ្ទាល់ប៉ុន្តែខ្ញុំអត់នឹកស្មានថាសូម្បីតែអត្ថបទត្រឹមតែបន្តិចទេតែគាត់ថាអូយគាត់ចង់ស្លាប់គាត់អានហើយគាត់បែរជាមានកម្លាំងចិត្តមកវិញព្រោះគាត់ថាចេះរឿងគាត់ក៏ដូចជាយើងហើយសឹងតែរឿងគាត់នឹងតិចជាងយើងទៀតហេតុអីគាត់ត្រូវចង់ស្លាប់តែពិតខ្លាំងខ្លាយយ៉ាងទៅក៏ដូចខ្លួនឯងឃើញថាតែពិតបញ្ហាដែលគាត់កើតឡើងហ្នឹងគឺតូចជាងយើងទៀតអញ្ចឹងមានអ្នកច្រើនអ្នកដែលគិតថាបញ្ហាខ្លួនឯងធំហើយទៅស្លាប់ខ្លួនឬក៏បាក់ទឹកចិត្តឬក៏ពេលយើងបាក់ទឹកចិត្តយើងបាត់បង់ចំណងក្នុងការធ្វើការទាំងអស់វាថាយើងខ្លាចគេខ្លាចសង្គមខ្លាចការមើលងាយហើយគេនិយាយប៉ះពាល់អារម្មណ៍យើងដែរបែបប្រភេទអញ្ចឹងណាចាអញ្ចឹងបន្តគាត់អានទៅភើហ្នឹងមកគាត់មិនគាត់រៀងធូរស្បើយគាត់ធូរស្បើយសឹងតែចេះគាត់ដល់ថ្នាក់ចេះគាត់លេបថ្នាំឯណាគាត់បានឆាតមកខ្ញុំគាត់ថាគាត់សឹងតែលេបថ្នាំលេបថ្នាំហ្មងប៉ុន្តែគាត់ដឹងមិនគាត់អស់ទូរស័ព្ទអីហ្នឹងគាត់អស់មកឃើញអញ្ចឹងទៅគាត់ឃើញអត្ថបទយើងគាត់បែរជាមានអារម្មណ៍ថាហេតុអីអញត្រូវស្លាប់អញត្រូវមានអីដែលធ្វើច្រើនហើយរឿងអញតូចទេគាត់ខ្លាំងខ្លាយមកវិញគាត់ថាគាត់បានមកឆាតអរគុណយើងទៀតថាអត្ថបទយើងសភៅយើងគឺបានជួយលើកទឹកចិត្តគាត់បាទគឺជួយបានគាត់ច្រើនអញ្ចឹងសម្រាប់អ្នកដែលគាត់បាក់ទឹកចិត្តតែពិតសភៅយើងមិនអាចលក់ទៅលក្ខណៈថាដូចថ្នាំពេទ្យអីទៅអស់គ្នាចា៎បើតើអ្នកយល់ថាអ្នកទាំងអស់គ្នាបាក់ទឹកចិត្តហើយចង់បានស្វែងយល់បន្ថែមអំពីសភៅខ្ញុំតំពោថ្មីអ្នកទាំងអស់គ្នាអាចទិញសភៅទៅអានបានអញ្ចឹងណាដោយសារតែសភៅនេះគឺសរសេរអំពីជីវិតនិងការឆ្លងកាត់ឧបសគ្គបញ្ហាជីវិតទាំងការស្លាប់ខ្លួនការ depression ការខ្លាចសង្គមហើយសូម្បីតែរាល់ថ្ងៃហ្នឹងមិនមែនប្រភេទថាយើងជាពីជំងឺហ្នឹងហើយយើងអត់កើតអីវិញអត់ទេអ្នកទាំងអស់គ្នាជំងឺហ្នឹងនៅក្នុងខ្លួនយើងរហូតដោយសារតែយើងបាក់ស្បាតពេលដែលយើងបាក់ស្បាតធម្មតាយើងនៅតែខ្លាចនៅតែភ័យហើយលើយើងខ្លាចលើជន់ដានចាស់យើងភ័យហើយលើយើងធ្លាក់ខ្លួនម្ដងទៀតអីចឹងណាប៉ុន្តែគ្រាន់ថាសម្រាប់ខ្ញុំឲ្យយោបល់ថាត្រូវតាំងចិត្តឲ្យនឹងណូថាស្ថិតនៅក្នុងស្ថានភាពអីក៏ដោយត្រូវតែឲ្យតម្លៃខ្លួនឯងឲ្យបានច្រើនហើយឲ្យកម្លាំងចិត្តខ្លួនឯងថាយើងពិតជាអាចដោះស្រាយបញ្ហានឹងបានគឺមានតែយើងតែម្នាក់គត់ក្នុងការជួយខ្លួនឯងឲ្យងើបឡើងពីអាបញ្ហាដ៏ធំនិយាយទៅអាបញ្ហាទាំងអស់នេះជាបញ្ហារបស់យើងអ្នកដែលដោះស្រាយខ្លួនឯងបានគឺមានតែយើងនឹងឯងអញ្ចឹងអ្នកទាំងអស់គ្នាអាចទិញសភៅរបស់ចាធំបានចាសភៅខ្ញុំតំពោថ្មីយើងមានលក់នៅក្នុងpage នគរ drama ចាធំក៏បីលក្ខណៈសភៅនេះមានតម្លៃ28,000 ឬ$7អញ្ចឹងប្រិយមិត្តអាចរកទិញបានហើយសភៅហ្នឹងវាចាត់ទុកថាដូចជាថ្នាំមួយនៅពេលដែលយើងចង់បាក់ទឹកចិត្តអញ្ចឹងយើងអាចយកអានេះអានដើម្បីលើកទឹកចិត្តខ្លួនឯងដើម្បីមានកម្លាំងចិត្តបន្តទៅទៀត